screen របស់វាហ្នឹងគឺមានអ្នក slow ប្រែពណ៌យ៉ាងណាអញ្ចឹងការដោះស្រាយគឺវាអត់មានផលលំបាកអីទេវាស្រួលទេជាមួយខ្ញុំនឹងប្រាប់ពីដោះស្រាយគឺយើងគ្រាន់តែមានអ្នកscreen ដែលយើងថាម៉ាស៊ីនខូចយើងយកវាមកវានៅល្អអត់មាន black spot ដូចនេះទេនេះខ្មៅជាប់ខ្មៅហ្មងបាទមើលដានក្រង់ខ្មៅពេញហ្នឹងមកអញ្ចឹងយើងដោះស្រាយវាដែលងាយបាទដំបូងយើងយក screen នេះបាទយើងមានខ្យល់មកយើងដោះវាបាទដោះវាយកចេញមកដើម្បីយើងយកអ៊ីក្រង់នេះណាតែមិនយើងយកអ៊ីក្រង់នេះយកមកនៅខាងនេះមានខ្យល់ទៀតបាទអានេះគេយើងធ្វើការដោះ screen នេះ screen វាមានដៃដោះគេធ្វើតាមខ្ញុំអញ្ចឹងធានាថា screen គឺយើងដឹងយ៉ាងនេះបាទឥឡូវយើងដោះបានយើងដោះបានកញ្ចក់សម្រាប់ដូរណាបាទឥឡូវយើងដោះចេញពីស៊ុំណាយើងមានអីយើងដោះចេញអស់នៅខាងក្រោយផ្នែកខាងក្រោយវាហ្នឹងបាទមើលវីដេអូនេះចប់បងប្អូនលេខបារម្ភឲ្យទាក់ទងជាមួយនឹងបន្តមកទៀតយើងយកអ្នកយើងមកដោះចៅតេឡេយើងដែលយើងបំរុងថានឹងដោះដូរវានេះអាចកំបាំងធូរនឹងការមើលដែរអញ្ចឹងទៅបើវាបន្លែកខ្មៅអញ្ចឹងយើងពិបាកមើលលេខអត់ឃើញមកឲ្យចេញមកណាដោះវាតាមធ្នេនបាទបាទនេះមានខ្យល់មកតង់ទៀតអញ្ចឹងយើងដោះខ្យល់ហ្នឹងអស់បាទយើងដោះចេញវាតាមតាណាហ្នឹងណាដោះស្រួលយ៉ាងបាត់ស្ទះនេះវាប្លែកយ៉ាងខ្មៅមើលទៅខ្មៅថ្លក់កដាលអញ្ចឹងណាអូខេអញ្ចឹងយើងមើលដោះវាមួយដោះវាអស់មកក៏បានដែរអញ្ចឹងអានេះជាកញ្ចក់ដែល flag អានេះជាកញ្ចក់ដែលវាល្អអញ្ចឹងដើម្បីធ្វើការដោះដូរយ៉ាងណានេះបាទនេះចេញញោមនៅក្រោយយើងយកដូចកេះ roll វាទៅវាហើបហ្នឹងយើងបកមកវាតាម flag ជាប់មកហ្នឹងបានធ្វើខ្មៅ screen អញ្ចឹងយើងរកអីនេះមកបកស្គត់កាលណាតែវានៅភ្លឺហ្នឹងវាដាក់ទៅវិញក៏វាឥឡូវនេះយើងឃើញថាថ្លាល្អហើយបាទយើងទុកវាឡែកសិនយើងចាប់ដើមមកបកខាងនេះវិញយើងបកនេះស្អាតទេបកថ្លាស្អាតទេចឹងយើងមកបកនេះម្ដងបកស្រួលយើងដាច់នេះវាយើងយកទៅបិទវិញឥឡូវយើងបកបានទេចឹងយើងយកស្បកហ្នឹងមកបិទលើនេះបិទលើបិទចឹងយើងបិទវាឲ្យស្មើទៅអញ្ចឹងយើងបិទហើយចាប់ដើមកាត់អានេះកាត់វាឲ្យត្រូវជាមួយនឹងទម្រង់កញ្ចក់ហ្នឹងណា LED បាទកាត់វាចោលទៅបងប្អូនចាំមើលមួយខ្ញុំវាជាប់ស្ពតខ្មៅនឹងនៅបាទតទៅពីយើងបិទហើយ
ta bị khóc kia mà lưới cắt hói vô mình đã chu vinh chu nâng screen với mình chập làm chạm đạn là hơn những mất vậy nhá click